mà dạ năng nhung khơi miên cá tranh bao phục vụ scammer trang khai mà tèn mình tha cá tên tam pay cá tên tam group tam channel telegram ấy trên thế cứ nhung khơi nào miên cá tranh báo trà đây nhung khơi nha nhung đai lối này lối đọc bằng pay là nè khla là hô tự đo rộp rồi $ឬក៏ account មួយ account នឹងតម្លៃថ្លៃទៀតតែខ្ញុំវាស្ដាយជំនួសចឹងទៅអ្នកគ្នាពេលដែលទិញ account អ្នកគ្នាមើល page ណាដែលអាចទុកចិត្តបានរបៀបសង្កល់ page ដែលអាចទុកចិត្តបានវាអត់ពិបាកមើលទេអ្នកគ្នាឥឡូវខ្ញុំឧទាហរណ៍ដូច page របស់ខ្ញុំចោលខ្ញុំមិនមែនអួតថាខ្ញុំល្អអីទេតែអ្នកគ្នាមើលទៅអ្នកដែលធ្លាប់ទិញ account ពី page របស់ខ្ញុំទៅគាត់ដឹងហើយ page របស់ខ្ញុំនឹងមិន page របស់ខ្ញុំ build ពី0មកអ្នកគ្នារហូតដល់មកបានប៉ុណ្ណឹងវាខ្ទង់500 follow វាមិនធំឲ្យប្រហែលទេតែអ្នកដែលធ្លាប់ទិញលក់កន្លែងខ្ញុំគឺគាត់ដឹងហើយថាខ្ញុំលក់មិន account ដែលទិញពីកន្លែងខ្ញុំទៅ10 20 account ហ្នឹងវាមានបញ្ហា1 2អីទេហើយមានបញ្ហា1 2ហ្នឹងខ្ញុំមិនមែនទុកភ្ញៀវចោលទេគឺខ្ញុំដោះស្រាយឲ្យភ្ញៀវទៀតអញ្ចឹងអ្នកដែលគាត់ធ្លាប់ទិញកន្លែងខ្ញុំគាត់ដឹងហើយថាមិនហើយអ្នកដែលធ្លាប់ទិញកន្លែងខ្ញុំជួយ comment នៅខាងក្រោមមួយមកឥឡូវខ្ញុំប្រាប់ពីរបៀបដែលវា scam ណាអ្នកគ្នាទី1 page ហ្នឹងអត់ងាយដាក់មុខខ្លួនឯងទេទី2 account skin ច្រើនតម្លៃថោកឧទាហរណ៍ mega collector តម្លៃត្រឹម50 60អញ្ចឹងតម្លៃប៉ុណ្ណឹងគឺវាថោកខ្លាំងមែនទែន mega collector ហើយមួយទៀតអ្នកគ្នាមើល post ហ្នឹង post លក់ account ហ្នឹងអ្នកគ្នាមើលចំណាំមើល share របស់វាច្រើនខ្លាំងតែពេលខ្លះហក់ទៅដល់100 200អីចឹងទៅគឺវាច្រើនហើយមួយទៀតអត់មានអ្នក comment អត់មានអ្នក react អីទេអញ្ចឹងហើយពេលដែលអ្នកគ្នាឆាតទៅទិញភាគច្រើនគឺវាអត់ងាយនិយាយ voice ទេហើយបើនិយាយ voice គឺយើងអាចទុកចិត្តបាន 100% ដែរហើយអ្នកគ្នា check មើលទៅ page ហ្នឹងមាន feedback មានអីត្រឹមត្រូវអត់ដូច page របស់ខ្ញុំអញ្ចឹងខ្ញុំមាន feedback មានអីពីភ្ញៀវរបស់ខ្ញុំនៅខាងក្រោម page របស់ខ្ញុំ pin ទុកចឹងទៅហើយអ្នកគ្នាបើសិនជាអ្នកគ្នា check មើលហើយអ្នកគ្នាអត់ទុកចិត្តវាអ្នកទាំងអស់គ្នាយក midman ទៅហើយបើសិនជាអា page ហ្នឹងឬក៏ម្ចាស់ក្រុមម្ចាស់ Telegram ហ្នឹងវាខ្លាច midman ណាគឺវា scam ហើយមិនថាអ្នកដែលខ្លាច midman scam អីទេតែភាគច្រើនគឺវាអញ្ចឹងប្រហែលបើសិនជានៅ page ខ្ញុំអ្នកទាំងអស់គ្នាចង់យក midman អ្នកគ្នាយកបានតែគាត់ថា midman ហ្នឹងអ្នកគ្នាយកមកខ្ញុំអាចទុកចិត្តបានខ្ញុំ check មើល midman ហ្នឹងទៀតអាចទុកចិត្តបានអត់បើខ្ញុំទុកចិត្តបានខ្ញុំយក midman ហ្នឹងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអ្នកគ្នាមុនទិញអីអ្នកគ្នាជួយពិនិត្យមើលឲ្យបានច្បាស់តិចទៅព្រោះលុយ$1 $2វាបានមកវាមិនងាយស្រួលទេអ្នកគ្នាហើយអ្នកខ្លះចាញ់បោកគេមកផ្លែ$10 $20 50 $60 $100 អញ្ចឹងទៅខ្ញុំវាស្ដាយលុយអញ្ចឹងពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងឯងមុនទិញឲ្យអ្នកគ្នាពិនិត្យមើលឲ្យច្បាស់